នៅពេលដែលយើងឃើញនរណាម្នាក់ទទួលបានជោគជ័យយើងតែងតែសម្លឹងមើលពន្លឺនៃមេដៃដែលគេពាក់ឬស្នាមញញឹមនៃជោគជ័យរបស់គេប៉ុន្តែអ្វីដែលភ្នែកយើងមើលមិនឃើញគឺតម្លៃដែលគេលះបង់ដើម្បីបានមកដល់ចំណុចនេះគ្រប់ក្តីស្រមៃដ៏អស្ចារ្យតែងតែមានស្រមោលនៃការលះបង់នៅពីក្រោយជានិច្ចគ្មានជោគជ័យណាដែលបានមកដោយឥតគិតថ្លៃនោះទេហើយវាក៏មិនមែនបានមកដោយសារសំណាងតែមួយមុខនោះដែរសំណួរមិនមែនសួរថាតើអ្នកចង់បានវាខ្លាំងប៉ុណ្ណាទេប៉ុន្តែគឺតើអ្នកសុខចិត្តលះបង់អ្វីខ្លះដើម្បីវាការលះបង់មានន័យថាជាការសុខចិត្តបោះបង់ចោលក្តីសុខបណ្ដោះអាសន្នដើម្បីគោលដៅយូរអង្វែងវាអាចជាការលះបង់ពេលវេលាសម្រាកការលះបង់ការដើរលេងសប្បាយជាមួយមិត្តភក្តិឬជួនកាលគឺជាការលះបង់នៅភាពកក់ក្ដៅដែលធ្លាប់មានផ្លូវឆ្ពោះទៅរកក្តីស្រមៃជារឿយៗគឺជាផ្លូវដ៏ឯកោអ្នកនឹងត្រូវប្រឈមមុខនឹងការមិនយល់ស្របពីអ្នកដទៃការរិះគន់និងសូម្បីតែការសង្ស័យលើខ្លួនឯងប៉ុន្តែចូលចាំថារាល់ដំណក់ញើសដែលអ្នកបានបង្ហូរនិងរាល់យប់ដែលអ្នកមិនបានដេកគឺជាការវិនិយោគសម្រាប់អនាគតរបស់អ្នកគ្មានការលះបង់ណាមួយដែលចេញពីបេះដូងហើយត្រូវខាត់បង់ឥតប្រយោជន៍ឡើយភាពខុសគ្នារវាងអ្នកដែលស្រមៃនិងអ្នកដែលធ្វើឲ្យក្តីស្រមៃคล้ายជាការពិតគឺស្ថិតនៅលើការស៊ូទ្រាំក្នុងថ្ងៃដែលអ្នកហត់នឿយបំផុតចូលរំលឹកខ្លួនឯងអំពីមូលហេតុដែលអ្នកចាប់ដើមការលះបង់មិនមែនជាការបាត់បង់ទេតែវាគឺជាការដោះដូរការដោះដូរភាពខ្ជិលច្រអូសដើម្បីវិន័យអ្នកដោះដូរការភ័យខ្លាចដើម្បីភាពក្លាហាននៅពេលដែលអ្នកដើរដល់គោលដៅអ្នកនឹងយល់ថារាល់ការឈឺចាប់ដែលអ្នកបានឆ្លងកាត់គឺជាអ្វីដែលធ្វើឲ្យជ័យជំនះរបស់អ្នកកាន់តែមានរសជាតិផ្អែមល្ហែមនិងមានតម្លៃបំផុតកំណត់ហេតុថ្ងៃនេះចង់លើកទឹកចិត្តអ្នកថាកុំបោះបង់ក្តីស្រមៃរបស់អ្នកដោយសារតែវាលំបាកភាពលំបាកគឺជាសញ្ញាដែលបញ្ជាក់ថាគោលដៅរបស់អ្នកពិតជាមានតម្លៃចូលជឿជាក់លើការលះបង់របស់អ្នកនៅថ្ងៃនេះនេះគឺជាកម្មវិធីកំណត់ហេតុផ្កាស្លាសូមឲ្យក្តីស្រមៃរបស់អ្នកក្លាយជាការពិតតាមរយៈការតស៊ូមិនរុញរា